នៅក្នុងវីដេអូនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីសកម្មភាពស្វាមីខ្ញុំគាត់ធ្វើជើងទម្រដើម្បីដាំសកានាគរយៈពេល4ថ្ងៃនៃការឈប់សម្រាកនៅក្នុងឱកាសបុណ្យអ៊ីស្ទ័រហ្នឹងគឺដើរលេងផងហើយឆ្លៀតធ្វើកិច្ចការនៅជុំវិញផ្ទះខ្លះហើយជើងទម្រដាំសកានាគនេះគឺធំមែនទែនបងប្អូនហើយខ្ញុំជឿថាมันមានបងប្អូនច្រើនប្រមាណទេដែលគាត់ធ្វើធំអញ្ចឹងធំហ្នឹងគឺដោយសារតែចាដើម្បីដាក់ឲ្យស្របទៅនឹងស្ថានភាពដីព្រោះដីខ្ញុំមកប្រឡោះហ្នឹងគឺខ្ញុំមិនដឹងថាដាំអីទេព្រោះពលឺថ្ងៃវាអត់សូវគ្រប់គ្រាន់ហើយខ្ញុំគិតថាគួរតែដាំសកានាគទៅព្រោះដាំសកានាគវាអត់ត្រូវការពលឺថ្ងៃក្តៅខ្លាំងត្រឹមក្តៅល្មមគឺវាអាចលូតអាចផ្កាអាចចាយបានហើយចាហើយរៀងរាល់ពេលដែលស្វាមីខ្ញុំគាត់កសាងអីមួយគឺគាត់ចង់ឲ្យរបស់ហ្នឹងចាជាប់បានយូរនិយាយទៅគាត់យកចិត្តទុកដាក់ជាមួយនឹងការងារគាត់មែនតែនគាត់លាបថ្នាំហើយគាត់ផ្ចិតផ្ចង់ខ្លាំងណាស់ហើយឥឡូវហ្នឹងគឺធ្វើឲ្យបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាដែលខ្ញុំថតពីលើផ្ទះទៅហើយបន្ទាប់មកខ្ញុំនឹងចាប់ផ្ដើមដាំចាចេញវីដេអូឲ្យបងប្អូនមើលម្ដងទៀត